Chẳngសម្រាប់បាទលោកតាលោកពូលោកអ៊ុំបាទដែលមានវ័យរៀងជ្រេហើយមានបញ្ហាដែលប្រដាប់ភេទលេងកម្រើកលេងងើបអីនោះបាទអាចសាកល្បងនៅវិធីសាស្ត្រដែលខ្ញុំនឹងចែកម្លែកខ្ញុំបាទសូមអនុញ្ញាតគោរពនឹងជម្រាបសួរបាទទៅដល់វត្តមានពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនាវីដេអូថ្មីពីបាទ Channel YouTube របស់ខ្ញុំបាទដោយថ្ងៃនេះផងដែរបាទគឺខ្ញុំសូមលើកយកពីបាទវិធីសាស្ត្រនៅក្នុងការព្យាបាលជំងឺបែបបុរាណសាស្ត្រឬក៏បែបខ្មែរបាទមកចែកជូនទៅដល់បាទពុកម៉ែបងប្អូនទាំងអស់គ្នាទៀតហើយតែថ្ងៃនេះខ្ញុំសូមលើកយកបាទពីការព្យាបាលជំងឺមួយបាទដែលលោកតាលោកពូលោកអ៊ុំបាទដែលមានវ័យរៀងចាស់បន្តិចដែលគាត់តែងតែជួបប្រទះនោះគឺបាទបញ្ហាដែលបាទគឺប្រដាប់ភេទរបស់គាត់គឺមានការបាទលេងងើបបាទអញ្ចឹងទៅគឺជាបញ្ហាមួយដែលធ្វើឲ្យគាត់ពិបាកបាទមិនថាអ្នកណាក៏ដោយបាទប្រុសយើងបាទដែលមានបញ្ហានេះខ្ញុំជឿជាក់ថាពិតជាពិបាកទ្រាំនៅក្នុងខ្លួនជួនកាលទៅយើងត្រូវការបាទប្រើប្រាស់អីចឹងទៅណាបាទអញ្ចឹងសម្រាប់បាទលោកតាលោកពូលោកអ៊ុំបាទដែលមានវ័យរៀងជ្រេហើយមានបញ្ហាដែលប្រដាប់ភេទលេងកម្រើកលេងងើបអីនោះបាទអាចសាកល្បងនៅវិធីសាស្ត្រដែលខ្ញុំនឹងចែករំលែកបានហើយវិធីសាស្ត្រមួយនេះក៏ធ្លាប់មានបាទអឺគ្រូថ្នាំមួយចំនួនក៏បានចែករំលែកខ្លះដែរហើយខ្ញុំសូមយកមកចែករំលែកតបាទសង្ឃឹមថាបាទលោកគ្រូទាំងអស់ដែលជាអ្នកចែករំលែកមុនអធិស្ឋានដល់ខ្ញុំផងបាទគោលបំណងរបស់ខ្ញុំគឺចង់បាទចែករំលែកបាទវិធីសាស្ត្របែបខ្មែរយើងឲ្យបានច្រើនបាទអញ្ចឹងបើសិនជាលោកតាលោកពូលោកអ៊ុំដែលមានបញ្ហាបាទប្រដាប់ភេទលេងកម្រើកឬក៏ស្វិតអីនេះបាទគឺយើងអាចបាទយកជាដើមបាសបាទដើមបាសប្រហែលជាបាទពុកម៉ែបងប្អូនស្គាល់ហើយបាទដើមបាសយើងយកមកបាទយើងកាត់វាជាកង់ប្រវែងមួយចំអាមអីទៅគឺយើងកាត់ជាកង់រួចហើយយើងធ្វើការពុះវាបើសិនជាដើមបាសនោះធំបន្តិចយើងពុះជាច្រើនចំណិតចឹងទៅបើសិនជាដើមបាសនោះតូចយើងពុះជា2បាទជា2មកហើយបញ្ជាក់គឺដើមបាសនោះកុំយកចាស់ឬក៏ខ្ចីបាទយកល្មមមកយើងពុះវាបាទពុះវារួចហើយយើងទុកបាទរួចហើយយើងហាលវាឲ្យស្ងួតហើយដើមបាសដែលយើងហាលហ្នឹងគឺជៀសវាងបាទកុំឲ្យត្រូវទឹកសន្សើមនៅពេលដែលយើងហាលវាស្ងួតរួចហើយយើងបាទយកមកគឺយើងអាចបាទធ្វើជាការប្រើប្រាស់នៃថ្នាំនេះគឺយើងអាចប្រើបានពីរប្រភេទបាទដែលប្រភេទទី1នោះគឺយើងអាចយកមកដាំទឹកដើម្បីហូបបាទជាមួយនឹងទឹកគឺចំនួនទឹក1លីត្រកន្លះគឺយើងប្រើដើមបាសគឺមួយក្តាប់ដៃបាទគឺយើងដាំហូបបាទរយៈពេល2ទៅ3អាទិត្យនឹងឃើញលទ្ធផលហើយនៅក្នុងមួយថ្ងៃគឺយើងអាចហូបពី3ទៅ4ដងទៅបាទហើយវិធីសាស្ត្រទី2នោះគឺយើងអាចបាទយកដើមបាសដែលយើងហាលស្ងួតហ្នឹងត្រាំជាមួយនឹងស្រាដើមបាសចំនួន1ក្តាប់ដៃគឺយើងត្រាំស្រាចំនួន1លីត្រត្រាំស្រា1លីត្រគឺយើងទុកដាក់ស្រាដែលយើងត្រាំជាមួយដើមបាសហ្នឹងគឺរយៈពេលពី1ទៅ2អាទិត្យបាទប៉ុន្តែបើយើងយល់ល្អគឺយើងទុកវា2អាទិត្យទៅបាទដើម្បីឲ្យថ្នាំវាចេញជាតិច្រើនគឺយើងសឹមនឹងទទួលទានបាទហើយការយកដើមបាសត្រាំស្រានេះគឺយើងអាចបាទហូបបានក្នុងមួយថ្ងៃ2ដងព្រឹក1កែវល្ងាច1កែវទៅបាទអញ្ចឹងបាទក្រោយពេលដែលពុកម៉ែបងប្អូនបាទលោកពូលោកអ៊ុំដែលគាត់មានបញ្ហាបាទប្រដាប់ភេទខ្សោយប្រដាប់ភេទលេងកម្រើកលេងងើបអីហ្នឹងគឺវាប្រកាសជាធូរស្រាលមកវិញគឺស៊ីសងទៅលើបាទប្រដាប់ភេទរបស់លោកតាលោកពូលោកអ៊ុំដែលបានបាទងាប់ទៅដែលវាលេងងើបណាបាទគឺយូរឬឆាប់គឺស៊ីសងទៅលើបាទប្រដាប់ភេទរបស់ពុកម៉ែបងប្អូនរបស់លោកពូលោកអ៊ុំបាទលោកតាអីជាដើមហ្នឹងគឺវានឹងបានផលតាមនឹងបាទអញ្ចឹងពីវិធីសាស្ត្រនេះបាទសង្ឃឹមថាបាទពុកម៉ែបងប្អូនបាទនឹងទទួលយកបានហើយការចែករំលែករបស់ខ្ញុំនៅក្នុងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេបាទហើយបើសិនជាមានកំហុសខុសឆ្គងទាំងណាមួយក៏សូមបាទពុកម៉ែបងប្អូនដែលជាអ្នកទស្សនាបាទខន្តីអភ័យទោសមកលើរូបខ្ញុំបាទផងបាទព្រោះថាខ្ញុំបាទចែករំលែកនេះគឺគោលបំណងតែមួយគឺចង់ឲ្យបាទថ្នាំខ្មែររបស់យើងគឺស្ថិតថេរនៅគង់វង្សហើយក៏ចង់ចែករំលែកជាចំណេះដឹងទៅដល់ក្មេងៗជំនាន់ក្រោយដែលគ្នាអត់ដឹងបាទហើយបញ្ជាក់មួយវិញទៀតបាទបើសិនជាប្រដាប់ភេទរបស់លោកតាលោកពូលោកអ៊ុំដែលមានបញ្ហាជាយូរមកហើយបាទ
យើងអាចពីគ្រូបាទជាមួយនឹងគ្រូពេទ្យបាទក៏បានដែរព្រោះថាសម័យនេះគឺខាងពេទ្យវិទ្យានេះគឺជឿនលឿនខ្លាំងណាស់បាទអញ្ចឹងគឺអាចព្យាបាលបានដូចគ្នាប៉ុន្តែបើពុកម៉ែបងប្អូនចង់ព្យាបាលតាមបែបបុរាណសាស្ត្រគឺអាចបាទធ្វើតាមវិធីដែលខ្ញុំបាទបានចែករំលែកនេះបានអញ្ចឹងជាចុងក្រោយខ្ញុំបាទសូមបាទអរគុណនិងសូមជម្រាបលាយើងជួបគ្នានៅវីដេអូក្រោយជាបន្តទៀតបាទ